ប្រាសាទអង្គរវត្តគឺជាសំណង់ដ៏អស្ចារ្យមួយដែលមនុស្សរាប់សិតវត្តមកនេះមិនទាន់អាចបកស្រាយបានពេញលេញថាតើហេតុអ្វីវាអាចជាប់បានរឹងមាំរាប់ពាន់ឆ្នាំដោយគ្មានការបាក់ជ្រុះដូចសំណង់ទំនើបសប្តាហ៍ថ្ងៃសំណង់ស៊ីម៉ង់សម័យនេះមានអាយុកាលតែ50-80 ឆ្នាំច្រើនគេក្រោយមកខូចបាក់ឬត្រូវកែសម្រួលជាច្រើនផ្នែកប៉ុន្តែប្រាសាទអង្គរវត្តដែលសាងសង់នៅសតវត្សទី12តាំងពីព្រះបាទសូវមនទី2បានបង្កើតឡើងវិញនោះនៅរឹងមាំរហូតដល់សព្វថ្ងៃហើយអ្នកវិទ្យាសាស្ត្រខ្លះទាំងជនជាតិនិងអន្តរជាតិបានប៉ាន់ស្មានថាប្រសិនបើថែរក្សាឲ្យបានល្អនេះអាចជាសំណង់ដែលនៅបានរហូតដល់100,000 ឆ្នាំទៀតហេតុអ្វីប្រាសាទអង្គរវត្តអាចនៅបានយូរខ្លាំងបែបនេះ1សំណង់ដោយដុំថ្មខ្ពស់គុណភាពមនុស្សបុរាណប្រើថ្មសាឡាសណ្ដាននិងថ្មក្រៀលធ្វើជាគ្រឹះនិងជញ្ជាំងដែលទ្រាំទ្របាននឹងអាកាសធាតុសំណើមនិងកម្ដៅថ្មទាំងនេះមិនមែនជាសម្ភារៈស៊ីម៉ង់ដូចសម័យនេះទេវាជាថ្មធម្មជាតិដែលមិនទាន់ខូចឬលួយដូចគេដាក់សំណង់សពថ្ងៃ2គ្មានការប្រើស៊ីម៉ង់តែអាចជាប់ចិត្តដិតបានដុំថ្មនីមួយត្រូវបានកាត់ក្រឡាដោយភាពច្បាស់និងស្មើញាប់ញ័រដូចជាយកម៉ាស៊ីនទំនើបបំផុតមកវាស់ពួកគេរៀបជាប់ជាមួយគ្នាតាមលំនាំ puzzle ហើយអាចក្រវៀងគ្នាជាចុងភៅការជាប់គ្នានេះស្ថិតនៅលើទម្ងន់ផ្ទៃកាត់ដ៏ល្អនិងទ្រង់ទ្រីជំរុងឆ្លាតវៃ3ការរៀបចំផែនទីប្លង់យ៉ាងច្បាស់លាស់ប្រាសាទអង្គរវត្តមិនត្រឹមតែស្អាតខាងលើទេខាងក្រោមក៏មានប្រព័ន្ធចម្រាញ់ទឹកប្រព័ន្ធបញ្ជូនទឹកស្រស់ពីស្រះទឹកជុំវិញហើយគ្រប់សំណង់ស្ថិតនៅលើដីមានទំហំស្មើដើម្បីបង្ការការចុះជ្រុះនេះហើយជាគន្លងធារាសាស្ត្រដ៏អស្ចារ្យមួយ4មិនសាងសង់ជាពាណិជ្ជកម្មតែសាងសង់ដោយជំនឿនិងសិល្បៈខ្ពស់សម័យបុរាណមិនមានការសាងសង់ដោយគិតចំណូលចំណាយតែគេចំណាយពេលរយៈពេលជាច្រើនឆ្នាំដើម្បីបង្កើតអ្វីមួយដែលអាចទាក់ទងនឹងទេវតាជ្រះសិទ្ធនិងសិល្បៈនៃជាតិនេះ5ការថែរក្សាពី UNESCO និង Apsara Authority ការថែរក្សាទៀងទាត់នាពេលបច្ចុប្បន្នជួយពង្រឹងអាយុកាលសំណង់នេះទាំងអង្គការ UNESCO និង Apsara Authority បានពង្រឹងការជួសជុលលើផ្នែកដែលបាក់ឬលួយតាមគន្លងបុរាណដោយគ្មានការបំពានលើស្ថាបត្យកម្មដើមសង្ខេបដូច្នេះប្រាសាទអង្គរវត្តមិនមែនជាសំណង់ធម្មតាទេវាជាជំងឺនៃអំណាចបំណងនិងសិល្បៈខ្មែរបុរាណដែលបញ្ជាក់ថាមនុស្សខ្មែរមានចំណេះដឹងនិងសមត្ថភាពខ្ពស់ក្នុងសិល្បៈសាងសង់ជាងគ្រប់សម័យណាបើអ្នកខ្មែរយើងថែរក្សាឲ្យបានល្អអង្គរអាចនឹងនៅស្ទើរតែជាសំណង់តំណាងដល់សេវត្តអនាគតមិនចម្លែកទេបើអង្គរវត្តនឹងនៅជាប់បានរហូតដល់100,000 ឆ្នាំទៀតអង្គរកដោកមួយព្រះអង្គមួយជាមួយនឹងឡតមកខាង3ខប់ខ្សែដៃកលឹះចុចគាំទ្រវីដេអូរបស់ប្អូនកុំភ្លេចឲ្យបេះដូងជួយ share ចុច follow page ប្អូនម្នាក់មួយផងអរគុណច្រើនបងស្រីបងប្រុសណាបាទ